ក្រសួងមហាផ្ទៃចាប់ខ្លួនលោកចេនស៊ីនិងពលរដ្ឋចិន2នាក់ទៀតបញ្ជូនទៅប្រទេសចិនតាមសំណើរបស់សមាជិកក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថាក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិងផ្នែកតាមសំណើរបស់អាជ្ញាធរមានសមាជិកនៃសាធារណរដ្ឋប្រជាមានិតចិនសមាជិកនៃព្រះរាជាណាចក្រកម្ពុជាបានចាប់ខ្លួនពលរដ្ឋចិនចំនួន3នាក់រួមមានឈ្មោះចិនស៊ីឈ្មោះស៊ូជីលៀងនិងឈ្មោះសាវជីហូបញ្ជូនទៅសាធារណរដ្ឋប្រជាមានិតចិនប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី6ខែមករាឆ្នាំ2026បន្ទាប់ពីសមាជិកនៃព្រះរាជាណាចក្រកម្ពុជានិងសមាជិកនៃសាធារណរដ្ឋប្រជាមានិតចិនបានសហការស៊ើបអង្កេតរួមគ្នាអស់រយៈពេលជាច្រើនខែក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនថាឈ្មោះចិនស៊ីត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យដល់សញ្ជាតិខ្មែរដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជាកាលពីខែធ្នូឆ្នាំ2025